បាទសួស្តីបងប្អូនប្រិយមិត្តអ្នកទស្សនាជាទីមេត្រីថ្ងៃនេះផងដែរខ្ញុំមានកម្មវិធីពិសេសមួយបង្ហាញជូនបងប្អូនប្រិយមិត្តអ្នកទស្សនាទាំងអស់ផងដែរកុំឲ្យរងចាំយូរខ្ញុំសូមចូលកម្មវិធីនេះតែម្ដងអញ្ចឹងកម្មវិធីគឺកម្មវិធីinventory management system បាទអញ្ចឹងខ្ញុំបើកកម្មវិធីនេះតែម្ដងអូខេអញ្ចឹងកម្មវិធីហ្នឹងគឺយើង login ចូលកម្មវិធីបាទទៅដល់កម្មវិធីនេះខ្ញុំសូមបង្ហាញទ្រុសសិនយើងមាន tab page មាន dashboard បង្ហាញពីទៅដល់មួយការលក់ថ្មីប្រតិបត្តិការមានបង្ហាញពីការលក់រាយបង្ហាញពី stock យើងមាន page sale ទៅដល់ការលក់ក្នុងលក់នោះយើងអាចលក់រាយលក់ដុំហើយយើងអាច print វិក័យប័ត្របានតម្រងមានកណ្ដាស់ A4 A5 មានត្រង់80 58ម៉ាស៊ីនទូចណាអាច print បានយើងអាច print យើងអាច save ជា PDF ជា JPG និង save ជា PNG អញ្ចឹងមកthôi save JPG វិក័យប័ត្រមួយសូម save បើកមើលបាត់តែម្ដងចឹងនេះមិញ001នេះចឹងយើងអាចចេញកាយប័ត្របានតម្រង់បែបនេះกระดาษទូចណាមាន logo មានហើយនឹងហើយមានលុយខ្មែរលុយដុល្លារហ្នឹងសម្រាប់សិនបាទហើយយើងមាន payment ការទូទាត់ record payment ទៅតាមការបង់ប្រាក់ហ្នឹងមាន transport ការដឹកជញ្ជូនបានឯវ៉ាន់យើងដាក់ដឹកជញ្ជូនផ្ញើពីណាដល់ណាតម្លៃសេវាមាន account សម្រាប់ទូគាត់ចំណូលចំណាយនេះ category ប្រភេទអីវ៉ាន់ឧទាហរណ៍ខ្ញុំដូចមានចែកមានសម្ភារៈសំណង់អេឡិចគ្រឿងអេឡិចត្រូនិកអីចឹងទៅហើយមាន product ផលិតផលcustomer តេជន់មកយើងគ្រប់គ្រងបុគ្គលិក transaction នេះគឺតកតងមួយ stock in stock out អីវ៉ាន់យើងចិញ្ចោលមានរបាយការណ៍និងយើងមានបង្ហាញមកយើងមានផលិតផលមាន stock value មានសូនៅលើរបាយការណ៍របស់យើងហើយយើងមាន tab setting នេះគឺយើងមានយើងអាចបំពេញយើងអាច upload logo ក្រុមហ៊ុនហាងរបស់យើងហើយមានអត្រាលុយយើងលុយដុល្លារមាន exchange មកជាលុយខ្មែរមាន font ក្រុម font ប្រាប់ភាសាអង់គ្លេសនិងខ្មែរមាន stock alert របស់យើងហើយមាន header color យើងអាចដូរពណ៌លើនេះបានតាមដែលយើងស្រឡាញ់មានច្រើនពណ៌ហើយយើងអាចរៀបលំដាប់នៃpage នៅលើនេះបានយើងអាចរៀបដាក់មួយណាមុនមួយណាក្រោយបានហើយនេះយើងមានទៅដល់មួយ user setting យើងគ្រប់គ្រងជាមួយនឹងអ្នកប្រើប្រាស់កម្មវិធីយើងអាចបានច្រើនគ្នាភាសាយើងមានក្នុងកម្មវិធីយើងមាន11ភាសាមានភាសាខ្មែរអង់គ្លេសអេស្ប៉ាញបារាំងមានចិនមានអីមានច្រើនយើងប្រើបាន11មកភាសាចិនអីចឹងទៅឬបើជប៉ុនទៅវាចេញមកជប៉ុនអញ្ចឹងណាអញ្ចឹងអាចដូរភាសាទាំងអស់អញ្ចឹងវាទៅភាសាអញ្ចឹងប្រើភាសាខ្មែរជាងភាសាខ្មែរបាទអាចប្រើភាសាខ្មែរអញ្ចឹងតើតើមកថាប្រយោជន៍កម្មវិធីគ្រប់គ្រងការទិញលក់នេះយើងមានបង្ហាញពីផ្ទាំងគ្រប់គ្រង dashboard មានតកតងគ្រប់គ្រងជាមួយនឹងការលក់ការទូទាត់ប្រាក់ការដឹកជញ្ជូននិងគ្រប់គ្រងផលិតផលគ្រប់គ្រងអតិថិជនគ្រប់គ្រងបុគ្គលិកហើយមានរបាយការណ៍បាទអញ្ចឹងចំណុចពិសេសរបស់កម្មវិធីនេះផងដែរគឺមានប្រមាណចំណុចហ្នឹងគឺបានន័យថាយើងគ្រប់គ្រងអាជីវកម្មរបស់យើងជាមួយនឹងការលក់
លក់យើងមានលក់រាយយើងលក់ដុំមកលក់ retail wholesale ហើយយើងទៅមួយការទូទាត់ប្រាក់របស់យើងអាចទូទាត់មានជាសាច់ប្រាក់តាមធនាគារហើយយើងទៅមួយការដឹកជញ្ជូនមកយើងមានសេវាកម្មដឹកជញ្ជូនអីវ៉ាន់យើងទៅឲ្យអតិថិជនហើយគណនីនេះទៅជាមួយនឹងការគ្រប់គ្រងចំណូលចំណាយរបស់ក្រុមហ៊ុនរបស់យើងចំណេញខាតចំណូលចំណាយមានទៅលើបុគ្គលិកមានទៅលើអគារមានអីហ្នឹងហើយកន្លែងប្រភេទនេះសម្រាប់គ្រប់គ្រងប្រភេទអីវ៉ាន់របស់យើងផលិតផលអតិថិជនហើយនឹងបុគ្គលិកយើងអាចបើកប្រាក់ខែបាទអញ្ចឹងនេះខ្ញុំសូមបង្ហាញត្រុសប៉ុណ្ណឹងសិនហើយទៅមួយកម្មវិធីហ្នឹងបានន័យថាសារៈប្រយោជន៍របស់កម្មវិធីនេះគឺផ្ដោតទៅលើការគ្រប់គ្រងអីវ៉ាន់ទិញលក់ចេញទិញចូលជាមួយការទូទាត់ប្រាក់មានសេវាកម្មដឹកជញ្ជូនគ្រប់គ្រងចំណូលចំណាយជាមួយនឹងគ្រប់គ្រងបុគ្គលិកនិងប្រភេទអតិថិជនបាទចឹងខ្ញុំសូមបង្ហាញប៉ុណ្ណឹងហើយបងប្អូនចង់បានកម្មវិធីនេះអាចទាក់ទងមកខ្ញុំបានខ្ញុំនឹងដាក់តំណែងនៅខាងក្រោមវីដេអូអូខេសូមអរគុណសម្រាប់ការទស្សនាអរគុណសូមជម្រាបលា